ជំរាបសួរបងប្អូនអរគ្នាក្នុងក្តីស្រឡាញ់នៃព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះយើងបានជួបគ្នាម្ដងទៀតតាមរយៈវីដេអូផងដែរហើយយើងនឹងបន្តការសិក្សានៅមេរៀននៅព្រះគម្ពីរម៉ាថាយបន្តគ្នាជាមួយគ្នាបន្តទៀតផងដែរអញ្ចឹងកាលពីសប្តាហ៍មុនយើងបានរៀនជាមួយគ្នានៅសេចក្តីបង្រៀនរបស់ព្រះយេស៊ូវដែលព្រះយេស៊ូវទ្រង់បានបង្រៀននៅលើភ្នំមានចំនួន3ជំពូកបងប្អូនគឺជំពូក5ជំពូក6ជំពូក7គឺមាន3ជំពូកហ្នឹងគឺព្រះយេស៊ូវទ្រង់បានបង្រៀនអំពីរាជរបស់ព្រះអង្គតើយើងក្នុងនាមជារាជរបស់ព្រះជាម្ចាស់ថាតើយើងគួរតែរស់នៅក្នុងជីវិតបែបណាគឺព្រះយេស៊ូវចង់បង្ហាញយើងអំពីរបៀបដែលរាជនៃនគរស្ថានសួគ៌គួរប្រើជីវិតដូចម្តេចទៅលើផែនដីនេះផងដែរអញ្ចឹងនៅសប្តាហ៍នេះយើងនឹងបន្តសិក្សានៅជំពូកទី8ដែលព្រះយេស៊ូវទ្រង់បានបន្តនៅពន្ធកិច្ចរបស់ព្រះអង្គអូខេអញ្ចឹងនៅជំពូក8នេះផងដែរយើងនឹងឃើញអំពីចំណុចចាប់ផ្ដើមដែលព្រះយេស៊ូវចាប់ផ្ដើមពន្ធកិច្ចរបស់ព្រះអង្គនៅសមុទ្រកាលីលេហើយបន្ទាប់ពីព្រះអង្គទ្រង់បានបង្រៀនទៅកាន់សាវករបស់ព្រះអង្គទៅកាន់បណ្ដាជនព្រះអង្គបានបង្ហាញតាមរយៈព្រះបន្ទូលរបស់ព្រះអង្គថាទ្រង់គឺជាព្រះជាម្ចាស់ផងដែរអញ្ចឹងបងប្អូនព្រះយេស៊ូវទ្រង់អត់បានបង្ហាញប្រាប់ផ្ទាល់ទេថាព្រះអង្គគឺជាព្រះប៉ុន្តែតាមរយៈសេចក្តីបង្រៀនរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានបង្រៀនយើងអំពីនគរស្ថានសួគ៌អំពីរាជនៃនគរស្ថានសួគ៌គួររស់នៅយ៉ាងម៉េចយើងអាចស្មានឃើញនៅចំណុចមួយចំនួនថាទ្រង់មិនមែនជាមនុស្សធម្មតាឡើយព្រះអង្គចង់ព្យាយាមបង្ហាញប្រាប់យើងថាទ្រង់គឺជាព្រះជាម្ចាស់ទោះបីជាទ្រង់មិនបានប្រាប់ចំថាទ្រង់ជាព្រះក៏ដោយប៉ុន្តែយើងអាចសិក្សាស្វែងយល់តាមរយៈព្រះបន្ទូលដែលទ្រង់បានបង្រៀនអាចបង្ហាញប្រាប់យើងថាទ្រង់គឺជាព្រះជាម្ចាស់អញ្ចឹងផ្នែកទី1នៅក្នុងជំពូក8យើងនឹងសិក្សាជាមួយគ្នានៅក្នុងជំពូក8ខ1រហូតដល់ខ4ហើយនៅក្នុងជំពូក8ហើយនៅក្នុងជំពូក8ខ1ដល់ខ4នេះផងដែរគឺយើងនឹងឃើញអំពីខ្សែសាច់រឿងដែលព្រះយេស៊ូវទ្រង់បានព្យាបាលបុរសម្នាក់ដែលគាត់កើតជំងឺឃ្លុំផងដែរអញ្ចឹងកុំឲ្យយើងចាំយូរយើងអានព្រះបន្ទូលជាមួយគ្នាតែម្ដងទៅបាទសូមយើងអានព្រះបន្ទូលជាមួយគ្នានៅក្នុងព្រះគម្ពីរម៉ាថាយជំពូក8ខ1ដល់ខ4តោះឥឡូវយើងអានជាមួយគ្នាខ1កាលព្រះយេស៊ូវទ្រង់បានយាងចុះពីភ្នំមកនោះមានមនុស្សកកកុញដើរតាមទ្រង់ក៏ឃើញមានមនុស្សខ្លុងម្នាក់មកក្រាបថ្វាយបង្គំទូលទ្រង់ថាអោព្រះអង្គម្ចាស់អើយបើទ្រង់សពព្រះハរតីទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបានខ3ទ្រង់លូកព្រះហស្ថទៅពាល់គាត់ដោយព្រះបន្ទូលថាខ្ញុំចង់ដែរចូលឲ្យជាស្អាតចុះស្រាប់តែរោគខ្លុងក៏ជាស្អាតភ្លាមខ4រួចព្រះយេស៊ូវទ្រង់ហាមថាណែកុំប្រាប់អ្នកឯណាឲ្យសោះត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃបានឃើញវិញហើយថ្វាយដង្វាយតាមដែលលោកម៉ូសេបានបង្គាប់មកទុកជាទីបន្ទាល់ដល់លោកទាំងនោះអាមែនបាទអរគុណច្រើនឥឡូវយើងបានអានអំពីអត្ថបទនៃព្រះបន្ទូលរបស់ព្រះរួចហើយខ្ញុំនឹងសង្ខេបសាច់រឿងនេះដោយខ្លីៗជាមួយគ្នាអញ្ចឹងយើងមើលឃើញអំពីតួអង្គសំខាន់ចំនួន2ទី1គឺព្រះយេស៊ូវនិងទី2គឺជាបុរសម្នាក់ដែលគាត់មានជំងឺឃ្លុងផងដែរចឹងនៅពេលដែលព្រះយេស៊ូវទ្រង់បានធ្វើដំណើរចុះពីលើភ្នំបន្ទាប់ពីព្រះអង្គបានបង្រៀនទៅកាន់សាវកក៏ដូចជាបណ្ដាជនរួចហើយទ្រង់ក៏ធ្វើដំណើរចុះពីលើភ្នំទៅកាន់ភូមិផងដែរនៅពេលនោះក៏មានអ្នកភូមិម្នាក់ដែលជាបុរសម្នាក់ដែលគាត់មានជំងឺឃ្លុងហ្នឹងគឺគាត់បានចូលទៅកាន់ព្រះយេស៊ូវហើយគាត់សុំអង្វរទៅកាន់ព្រះយេស៊ូវថាព្រះអង្គអើយបើសិនបើទ្រង់សពព្រះハរតីសូមទ្រង់ប្រោសឲ្យទូលបង្គំបានជាស្អាតផងអញ្ចឹងគាត់សុំអង្វរទៅកាន់ព្រះយេស៊ូវឲ្យព្យាបាលដល់គាត់អញ្ចឹង
ยังเคยทาเนี่ยสมัยมนกาปีปอนชนะมนยังเคยทาปะบะเมนเตนในขนมกาเชียบาลจุงือรุกคลงหนึ่งก็เป็นท้ายบุรมเนี่ยนุกกอดบานเชื่อแต่เลยพระเยซูให้กอดดังทับพระเยซูตรงปัจจัยเชียบาลดอกกอดบานโดยใช้กอดก็สมพระเยซูเตยให้กลายมักพระเยซูก็มีเปรียบบรรทูตอบแต่การบุรได้สมเอาตรงเชียบาลนะพระเยซูตรงมีบรรทูตอบแต่การกอดทาช่างเป็นจัดนะโชว์อ้อยเนี่ยบานเชียสอาดจ่อให้กลายปีพระเยซูตรงบานมีบรรทูแบบนี้หายตรงก็อยู่ก็กลายมักตรงก็ลูกใดระบบร้องให้ปอลตะการบรมเนี่ยนุให้บรมเนี่ยนุให้บรมเนี่ยนุก็บานชีสาสบายพลิมแต่ดองโอเคนี่คือชีเสกได้สังเขปในสัจเรื่องได้พระเยซูบานเชียบาลตะการบรมเนี่ยได้กดการจุ่มมือคลงหนึ่งโอเคแล้วยังเมื่ออมปีสิกได้มองเรียนในครั้งเปรียบตัวมวยนี้แต่ยังเรียนบานเอาไว้ครับบางคนทรงจำท่ากาปีปอนชนามนคือยังอดเมียนปัจจัยวิจีเกาะเมียนธนำเป็ดสอบทั้งไงได้อาเชียบาลจุ่มงือมวยจุ่มโดนลายให้กาปีปอนชนามนนุจุ่มงือคลงเทบ้านเกจัดตุกทาชี้จุ่มงือดอกกายสามวยจังเนี่ยนะได้การจุ่มงือในหายหนึ่งเทบ้านเกเรืออ่างให้ก็ขมิ้นนำมันเนี่ยจองเนยขมายจองเนยจัดมันเนี่ยนุลายบรอดได้การจุงือคลงนุกดบานดังคลุนไอฉบับถ้าคลุนกดปัจเจียมันอาจหนึ่งเชียบาลเนยจุงือดอกการสหนิบานลายก็ปัจจัยนับไปได้กดบานลือองปีประเนียมพระเยซูเพลียมกดก็บานมันเทียบคลุนโจเตอจุปพระเยซูดาวสิกได้จุ่มเนื้อระบบกอดให้ไกลเมาส์พระเยซูก็โจเตอจัดกอดให้ลูกประปอระบบประองปอเตลือบรอนุให้ไกลเมาส์กดก็บานเชียโดยเอาไว้ได้กดบานชื่อของได้จังตามระยะเอาไว้ได้ยังบานเรียนตามระยะพระบรรทุนี่จังสมโนสุธาตายังเรียนบานเอาไว้ให้ตาเยิงนังกูแต่พลาดโดกลุ่นไอให้ตานังเยิงนังตระอันอวดเอาไว้คลาตามเหยียบพระบรรทุลก็โดยจิกุมรู้ในบรมเนี่ยนุได้กอดบานชีนุพองได้โดยฉะนั้นตามเหยียสัจเรื่องในพระบรรทุลมวยนี้ให้ตามเหยียชีวิตบรมเนี่ยนี้ได้กอดมินสิกได้จุ่มเนื้อในโครงการชื่อตุกจัดพระเยซูถ้าอาจเชี่ยบาลดอกอดบานบางปอนโจเอาเยิงรอคเนียบานดังพองได้ท่าพระเยซูตรงคือเจ็บเปรียตรงมินอมนาจตรงมินเจสดาให้ตรงก็สลายยังรอคเนียได้บาตัวใบเชียเกบอกบองเจ้าตัวใบเชียเกมันอ้อยดำลายเนี้ยตัวใบเชียเกเรื่องอ่างเนี่ยรอคเนียโดยจีบรอคลงเนี่ยนุก็ได้ก็พอตายบางปอนจะจำท่าพระเยซูมันได้บอกบองเจ้าบองปอนลายตรงก้งในจิมวยบองปอนให้ตรงก็รุ่งจำหนึ่งจุยบองปอนกรุบเปเวลีกรุบกะละเตสะเตียงออกกรอนแต่บองปอนรอคเนียบันเทียบคล้วนให้บองปอนโจลตะการตรงโดยสิกได้จุ่มเนื้อเป็นนอกอาเมนจังยังบานศึกษาจมวยคณีรุยหายในขนมเปรกปีมาท้ายจุปุปรำใบขอมวยระหดดอกขอบุญได้ในขนมอัตบดนั้นคือนิยายอมปีเปรเยซูตรงบานเฟิร์ดำนาจบปีเลิกนมหายตรงบานจูบจมวยนำโปรเจเรียได้ขนมชนามนู้คือมีโบราณเนี่ยได้กอดมีจมือคลงกอดขบานมันเทียบครูนโจตะการเปรเยซูดำไปสอมเอาร้องตรงบานเชียบานประกอบให้ตามเหตุสิ่งใดจมเนื้อเปรเยซูตรงบานเชียบานบารองตรงบานเชียของได้จังกราวเปได้เปรเยซูตรงบานจูบจมวยนำบารองเนี่ยลงหายกอดขบานเฟิร์ดำนาบรรโตโจตะการกรองมวยที่กรองนู้ชมวยทากรองกาเป็นนั้นจังไปได้เปรเยซูตรงบานโจตะการกรองกาเป็นนั้นมีนบรอมันเนี่ยได้กอดคือชีเมตอติหินโรมันกอดบานโจมกันเปรเยซูให้กอดบานส่งจมวยปีพร้อมจังตาใส่เรื่องนู้คือมีนและขนาดแบบนาได้ยืนหนึ่งบรรโตอ่านหนึ่งขนมเปรกปีมาท้ายจุ่มปูปรำใบคอปรำโปรตดอลคอดอกใบจังบางคนออกนี้ก็มาอย่างทานเปยุส่งอย่างบาปไปคอมพิวให้อย่างทานเป็นตัวจุ่มโอเคส่งอย่างอันอีก
កាលព្រះយេស៊ូវទ្រង់បានយាងចូលទៅក្នុងក្រុងកាពឺណាំហើយនោះមេទ័ពម្នាក់មកឯទ្រង់ទូលអង្វរថាខ6ព្រះម្ចាស់អើយបាវទូបង្គំវាស្លាប់ដៃស្លាប់ជើងដេកនៅផ្ទះវេទនាខ្លាំងណាស់ខ7ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថាខ្ញុំនឹងទៅប្រោសឲ្យជាខ8តែមេទ័ពទូលប្រកែកថាព្រះម្ចាស់អើយទូលបង្គំមិនគួរនឹងទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេសូមទ្រង់គ្រាន់តែមានព្រះបន្ទូលមួយព្រះអស់មកប៉ុណ្ណោះនោះបាវទូលបង្គំនឹងបានជាហើយខ9ត្បិតទូលបង្គំជាមនុស្សនៅក្រោមបង្គាប់គេដែរហើយមានទាហាននៅក្រោមឱវាទទូលបង្គំបើទូលបង្គំប្រាប់ទៅម្នាក់ថាទៅនោះវាក៏ទៅប្រាប់ម្នាក់ទៀតថាមកវាក៏មកហើយប្រាប់ទៅបាវថាធ្វើការនេះវានឹងធ្វើតាមខ10កាលព្រះយេស៊ូវបានឮពាក្យនោះហើយទ្រង់មានសេចក្តីអស្ចារ្យក្នុងព្រះハរតីរួចទ្រង់មានព្រះបន្ទូលទៅពួកអ្នកដែលតាមទ្រង់ថាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាខ្ញុំមិនដែលឃើញសេចក្តីជំនឿជាខ្លាំងដល់ម្លេះទេទោះទាំងក្នុងសាសអ៊ីស្រាអែលផងខ11ខ្ញុំប្រាប់អ្នករាល់គ្នាថានឹងមានមនុស្សជាច្រើនពីទិសខាងកើតនិងពីទិសខាងលិចមកអង្គុយជាមួយនឹងលោកអាប់រ៉ាហាំលោកអ៊ីសាក់និងលោកយ៉ាកុបនៅក្នុងស្ថានសួគ៌ខ12តែអស់ទាំងមនុស្សរបស់នគរនោះនឹងត្រូវបោះចោលទៅក្នុងសេចក្តីងងឹតខាងក្រៅវិញនៅទីនោះនឹងមានអ្នកយំហើយសង្គ្រាមថ្មិញខ13រួចទ្រង់មានបន្ទូលទៅកាន់មេទ័ពនោះថាចូលទៅចុះឲ្យបានដូចសេចក្តីជំនឿរបស់អ្នកចុះបើក៏គាត់បានជានៅវេលានោះឯងអាមែនបាទអញ្ចឹងមិញយើងបានអានដល់ព្រះបន្ទូលជាមួយគ្នារួចហើយឥឡូវយើងនឹងសង្ខេបនៅសាច់រឿងមួយនឹងជាមួយគ្នាដើម្បីបងប្អូនងាយយល់ផងដែរអញ្ចឹងនៅក្នុងសាច់រឿងនៃព្រះបន្ទូលមួយនេះយើងមានឃើញអំពីតួអង្គដែលសំខាន់ចំនួន3តួអង្គទី1គឺព្រះយេស៊ូវហើយទី2គឺមេទ័ពទាហានរ៉ូម៉ាំងនិងទី3គឺអ្នកបម្រើរបស់មេទ័ពនោះគឺជាកូនទាហាននោះអញ្ចឹងយើងមើលឃើញថានៅពេលដែលព្រះយេស៊ូវទ្រង់បានចេញពីបរិះដែលគាត់មានជំងឺឃ្លុងនិងព្យាបាលជារួចហើយព្រះយេស៊ូវក៏ធ្វើដំណើរចូលទៅក្នុងក្រុងហើយទីក្រុងនោះឈ្មោះថាក្រុងកាហ្វឺណាំហើយនៅពេលដែលព្រះយេស៊ូវទ្រង់បានចូលទៅដល់គឺមានទាហានមេទ័ពម្នាក់ដែលគាត់ព្យាយាមដើរទៅគ្រប់ទីកន្លែងដើម្បីព្យាបាលកូនចៅរបស់គាត់ឲ្យបានជាអញ្ចឹងណាប៉ុន្តែយើងមើលថាទោះបីជាគាត់ព្យាយាមប៉ុណ្ណាក៏ដោយគឺគាត់អត់អាចរកអ្នកដែលអាចព្យាបាលនៅជំងឺស្វិតដៃជើងទៅកាន់កូនទាហានរបស់គាត់បានឡើយដូច្នេះហើយនៅពេលដែលគាត់បានឮអំពីដំណឹងថាព្រះយេស៊ូវបានធ្វើដំណើរចូលទៅកាន់ក្រុងកាហ្វឺណាំហ្នឹងគាត់ក៏បានទៅជួបព្រះយេស៊ូវហើយគាត់ក៏បានលូតជង្គង់ហើយក្រោយមកគាត់ក៏បានសុំព្រះយេស៊ូវថាសូមឲ្យទ្រង់ជួយព្យាបាលដល់អ្នកបម្រើរបស់គាត់ផងដែរអញ្ចឹងណាហើយពេលដែលគាត់សុំទៅកាន់ព្រះយេស៊ូវហើយព្រះយេស៊ូវទ្រង់បានមានសេចក្តីពេញចិត្តជាមួយនឹងសេចក្តីជំនឿរបស់ទាហានម្នាក់នោះខ្លាំងមែនទែនដូច្នេះហើយព្រះយេស៊ូវក៏មានព្រះបន្ទូលតបទៅកាន់ទាហាននោះថាខ្ញុំនឹងទៅផ្ទះរបស់អ្នកដើម្បីព្យាបាលដល់កូនទាហានរបស់អ្នកអញ្ចឹងហើយពេលដែលទាហានអ្នកនោះបានឮថាព្រះយេស៊ូវទៅផ្ទះរបស់គាត់ដើម្បីព្យាបាលដល់ទាហានរបស់គាត់ហ្នឹងគាត់ក៏បានបដិសេធទៅកាន់ព្រះយេស៊ូវប៉ុន្តែការបដិសេធហ្នឹងមិនមែនដោយសារតែគាត់អត់ចង់ឲ្យព្រះយេស៊ូវទៅផ្ទះគាត់នោះទេគាត់គិតថាផ្ទះរបស់គាត់មានស័ក្តិសមនៅក្នុងការទទួលព្រះយេស៊ូវអញ្ចឹងហើយគាត់បានបដិសេធហើយគាត់បាននិយាយទៅកាន់ព្រះយេស៊ូវថាព្រះអង្គហើយផ្ទះរបស់ទូលបង្គំមិនស័ក្តិសមជាទីកន្លែងដែលព្រះអង្គទ្រង់យាងទៅទេដូច្នេះព្រះអង្គមិនបាច់ចាំមកឲ្យផ្ទះទូលបង្គំដើម្បីព្យាបាលដល់អ្នកបម្រើទូលបង្គំឡើយព្រះអង្គគ្រាន់តែមានព្រះបន្ទូលមួយម៉ាត់ឲ្យអ្នកបម្រើខ្ញុំបានជាទៅពួកគេប្រកាសជាមិនខានអញ្ចឹងពេលដែលព្រះយេស៊ូវទ្រង់ឮបែបនេះហើយទ្រង់បានភ្ញាក់ផ្អើលនៅសេចក្តីជំនឿដល់ទាហានអ្នកនោះមែនទេក្រោយមកព្រះយេស៊ូវក៏មានព្រះបន្ទូលថាចូលអ្នកទៅវិញចុះអ្នកបម្រើរបស់អ្នកបានជាហើយអញ្ចឹងគណៈពេលដែលព្រះយេស៊ូវមានព្រះបន្ទូលបែបហ្នឹងទាំងដែលទាហានហ្នឹងមិនទាន់បានជម្រាបលាព្រះយេស៊ូវបានត្រឹមត្រូវបានផងអ្នកជំងឺនៅឯផ្ទះគឺត្រូវបានជារួចស្រេចទៅហើយដោយសារតែព្រះបន្ទូលរបស់ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថាទាហានរបស់គាត់បានជាហ្នឹងអូខេនេះគឺជាសាច់រឿងដែលសង្ខេបខ្លីៗនៅការដែលយើងបានអានបាញ់មិញឥឡូវតាមរយៈសាច់រឿងដែលយើងបានអានហើយយើងសិក្សាជាមួយគ្នាហ្នឹងតើ
យើងបានរៀនអ្វីខ្លះតាមរយៈសាច់រឿងនៃទាហានរ៉ូម៉ាំងនេះនៅក្នុងជីវិតរបស់យើងអូខេអញ្ចឹងយើងបានសង្ខេបសាច់រឿងនោះហើយអញ្ចឹងតើក្នុងសាច់រឿងនេះតើបង្រៀនអ្វីដល់យើងរាល់គ្នាយើងមើលឃើញអំពីមេតបម្នាក់ដែលជាកំពូលមេតបនៃចក្រភពរ៉ូម៉ាំងដែលគាត់ស្ថិតនៅក្នុងទីក្រុងកាពឺណាំហើយគាត់គឺជាមនុស្សម្នាក់ដែលមានសមត្ថភាពហើយគាត់ក៏ជាមេបញ្ជាការទៅកាន់កងទ័ពទាហានរ៉ូម៉ាំងផងដែរអញ្ចឹងយើងមើលឃើញថាក្នុងនាមជាមេតបប្រសិនបើគាត់បញ្ជាឲ្យកូនទាហានរបស់គាត់ទៅខាងឆ្វេងប្រកបណាស់គឺគ្មានទាហានណាម្នាក់ដែលហ៊ានទៅខាងស្ដាំឡើយហើយបើគាត់បញ្ជាកូនចៅរបស់គាត់ឲ្យទៅខាងស្ដាំក៏គ្មាននរណាម្នាក់ហ៊ានទៅខាងឆ្វេងដែរក៏ប៉ុន្តែយើងមើលឃើញថាក្នុងនាមជាមេតបរ៉ូម៉ាំងម្នាក់ដើម្បីឲ្យបានជួយទៅដល់កូនចៅរបស់គាត់បានព្យាយាមរកគ្រូពេទ្យគ្រប់ទីកន្លែងក៏ប៉ុន្តែគ្មាននរណាម្នាក់អាចជួយទៅដល់កូនចៅរបស់គាត់បានឡើយដូចថ្ងៃមួយនៅពេលដែលគាត់បានឮព្រះយេស៊ូវចូលទៅកាន់ទីក្រុងកាពឺណាំមេតបរ៉ូម៉ាំងម្នាក់នោះក៏បានចូលទៅឯព្រះយេស៊ូវហើយគាត់ក៏បានសុំឲ្យទ្រង់ជួយដល់កូនចៅរបស់គាត់ផងដែរហើយតាមរយៈសេចក្តីជំនឿកូនចៅរបស់គាត់ក៏បានជាសះស្បើយផងដែរដូច្នេះតាមរយៈគំរូនៃជីវិតរបស់ទាហានរ៉ូម៉ាំងម្នាក់នេះខ្ញុំចង់ឲ្យបងប្អូនបានយល់ថានៅក្នុងជីវិតរបស់យើងចូលឲ្យយើងរាល់គ្នាបានដឹងថាព្រះយេស៊ូវទ្រង់គឺជាព្រះទ្រង់មានអំណាចនិងព្រះចេស្តាហើយទ្រង់ក៏ស្រឡាញ់យើងរាល់គ្នាដែរលោកមេតបនៃទាហានរ៉ូម៉ាំងម្នាក់នោះគាត់ក៏ប្រៀបដូចជាគំរូម្នាក់នៅក្នុងជីវិតរបស់យើងដែរប្រកបណាស់គាត់គឺជាមនុស្សមានសមត្ថភាពហើយគាត់ក៏មានអំណាចនៅក្នុងការបញ្ជានរណាម្នាក់ឲ្យធ្វើអ្វីមួយបាននៅក្នុងជីវិតយើងក៏ដូចគ្នាទោះបីជាយើងមានអំណាចទោះបីជាយើងមានសមត្ថភាពប៉ុណ្ណាក៏ដោយបងប្អូនត្រូវចាំថាចូលឲ្យយើងបន្ទាបខ្លួនទៅកាន់ព្រះអង្គចូលឲ្យយើងជឿទុកចិត្តទៅលើព្រះអង្គមិនថាយើងស្ថិតនៅក្នុងកលៈទេសៈណានៅពេលដែលបងប្អូនជួបបញ្ហាបងប្អូនត្រូវការជំនួយចូលបងប្អូនចូលទៅឯព្រះយេស៊ូវហើយចូលបងប្អូនបានជឿទុកចិត្តលើព្រះអង្គជឿទុកចិត្តលើព្រះចេស្តារបស់ព្រះអង្គថាទ្រង់អាចនឹងព្យាបាលទ្រង់អាចនឹងកែប្រែជីវិតរបស់យើងបានដូច្នេះចូលឲ្យយើងផ្ញើជីវិតរបស់យើងទៅលើទ្រង់ដើម្បីឲ្យទ្រង់បានដឹកនាំជីវិតយើងឲ្យយើងរស់នៅក្នុងសេចក្តីពន្លឺនៅក្នុងសេចក្តីសុខសាន្តនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អាមែនបាទអញ្ចឹងយើងបានសិក្សាស្វែងយល់នៅក្នុងព្រះគម្ពីរម៉ាថាយជំពូក8ខ5ដល់ខ13រួចមកហើយគឺនិយាយអំពីព្រះយេស៊ូវទ្រង់បានជួយទៅកាន់មេតបម្នាក់ដែលសូមអង្វរព្រះអង្គព្យាបាលទៅដល់កូនចៅរបស់គាត់ហើយតាមរយៈសេចក្តីជំនឿរបស់គាត់និងការបន្ទាបខ្លួនរបស់គាត់នៅចំពោះព្រះអង្គគឺព្រះយេស៊ូវទ្រង់បានព្យាបាលដល់អ្នកបម្រើរបស់គាត់បានជាសះស្បើយផងដែរហើយឥឡូវយើងនឹងបន្តនៅខថ្មីមួយទៀតនៅក្នុងជំពូក8ខ23រហូតដល់ខ27ហើយនៅក្នុងខនេះផងដែរយើងនឹងសិក្សាអំពីព្រះយេស៊ូវទ្រង់បង្ហាញអំពីព្រះចេស្តារបស់ព្រះអង្គថាទ្រង់មិនមែនជាមនុស្សធម្មតាដូចយើងប៉ុណ្ណោះនោះទេប៉ុន្តែទ្រង់ជាមនុស្សផងហើយទ្រង់ក៏ជាព្រះជាម្ចាស់ដ៏មានព្រះចេស្តាផងដែរអញ្ចឹងតើរឿងនោះគឺមានអីខ្លះកើតឡើងយើងនឹងសិក្សាជាមួយគ្នានៅក្នុងព្រះគម្ពីរម៉ាថាយជំពូក23ដល់27សូមយើងអាននៅព្រះបន្ទូលជាមួយគ្នាខ23កាលទ្រង់បានយាងចុះទូកហើយនោះពួកសិស្សក៏តាមទ្រង់ទៅឯសមុទ្រក៏កម្រើកឡើងជាខ្លាំងដល់ម្លេះបានជារលកឡើងគ្របលើទូកតែទ្រង់ផ្ទុំលក់25ពួកសិស្សក៏ចូលទៅតើនទ្រង់ទូលថាព្រះម្ចាស់អើយសូមជួយសង្គ្រោះផងយើងខ្ញុំវិនិច្ឆ័យហើយខ26ទ្រង់ក៏មានព្រះបន្ទូលថាអើពួកអ្នកមានជំនឿតិចអើយហេតុអ្វីបានជាភ័យដូច្នេះរួចទ្រង់ក៏ក្រោកឡើងកំហែងដល់ខ្យល់និងសមុទ្រនោះក៏ស្ងប់ឈឹងអស់ទៅខ27អ្នកទាំងនោះមានសេចក្តីអស្ចារ្យហើយនិយាយគ្នាថាតើមនុស្សនេះបែបយ៉ាងណាបានជាទាំងខ្យល់និងសមុទ្រក៏ស្ដាប់បង្គាប់លោកដូច្នេះអាមែន
តាមរយៈអត្ថន័យនៃព្រះបន្ទូលថ្ងៃនេះយើងបានមើលឃើញអំពីរឿងរ៉ាវមួយដែលនិយាយអំពីព្រះយេស៊ូវនិងសាវករបស់ព្រះអង្គកំពុងប្រឈមជាមួយនឹងព្យុះដ៏កាចសាហាវអញ្ចឹងព្យុះគឺជាគ្រោះធម្មជាតិដ៏កាចសាហាវបំផុតហើយវាបំផ្លាញអ្វីៗគ្រប់យ៉ាងដែលបាំងនឹងរារាំងផ្លូវរបស់វាចឹងប្រសិនបើអ្នកមិនបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការទប់ទល់ឬការពារទេនោះហើយបណ្ដោយខ្លួនយ៉ាងរំភើយនោះវានឹងបំផ្លិចបំផ្លាញគ្មានសល់អ្វីឡើយនៅក្នុងព្រះបន្ទូលថ្ងៃនេះព្យុះគឺជានិមិត្តរូបនៃឧបសគ្គក៏ដូចជាបញ្ហាទាំងឡាយដែលវានឹងចូលមកសាកល្បងឬក៏នាំនៅទុក្ខលំបាកនៅក្នុងជីវិតរបស់យើងចឹងតាមរយៈព្រះបន្ទូលថ្ងៃនេះបានបង្រៀនយើងថាមនុស្សភាគច្រើននៅពេលដែលជួបជាមួយនឹងព្យុះភ្លៀងក្នុងជីវិតគឺតែងតែជ្រួលច្របល់និងចលាចលនិងមិនច្បាស់លាស់នោះឡើយឥឡូវបងប្អូនសាកសួរខ្លួនឯងមើលថានៅពេលដែលបងប្អូនប្រឈមមុខជាមួយនឹងព្យុះនៅក្នុងជីវិតបងប្អូនប្រឈមជាមួយនឹងបញ្ហាផ្សេងៗនៅក្នុងជីវិតតើបងប្អូននឹងចលាចលបងប្អូននឹងជ្រួលច្របល់ឬតើបងប្អូននឹងដោះស្រាយបញ្ហានោះដោយរបៀបណាចឹងតាមរយៈព្រះបន្ទូលថ្ងៃនេះយើងអាចមើលឃើញថាពួកសិស្សទាំងអស់នៅពេលដែលគេប្រឈមមុខជាមួយនឹងព្យុះកំណាចគឺពួកគេនាំគ្នាចលាចលហើយពួកគេបានភ្លេចថាព្រះយេស៊ូវដ៏ជាព្រះទ្រង់គង់នៅជាមួយនឹងពួកគេលុះពេលដែលព្រះយេស៊ូវទ្រង់បានបញ្ជាព្យុះនិងទឹកសមុទ្រឲ្យស្ងប់ហើយទើបពួកគេបានភ្ញាក់ខ្លួនថាទ្រង់គឺជាព្រះដ៏ពិតនៅត្រង់ចំណុចនេះខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាថានៅពេលដែលបងប្អូនប្រឈមមុខជាមួយនឹងព្យុះភ្លៀងឬឧបសគ្គដ៏លំបាកនៅក្នុងជីវិតបងប្អូនចូលកុំភ្លេចថាព្រះយេស៊ូវទ្រង់គង់នៅជាមួយនឹងបងប្អូនជានិច្ចជួបបងប្អូនទុកចិត្តនឹងព្រះចេស្តារបស់ទ្រង់ហើយបងប្អូនកុំស្រយត់ចិត្តនោះឡើយហើយក៏កុំឲ្យភ័យខ្លាចនោះឡើយត្បិតព្រះយេស៊ូវទ្រង់នឹងនាំមកនូវសុវត្ថិភាពក្តីសង្ឃឹមនិងសេចក្តីសុខសាន្តមកកាន់បងប្អូនរាល់គ្នាជាពុំខាន